អ្វីដែលខ្ញុំបាននិយាយនេះពុំបានមើលกระดาษទេគឺវាចេញទៅតាមឧត្តមគតិនិងគំនិតស្នេហាជាតិរបស់ខ្ញុំបាទខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនខ្មែរអាមេរិកកាំងទាំងអស់ថាវត្តមានចំពោះលោកទាំង3នោះគឺមានសារៈសំខាន់ណាស់ជាពិសេសលោកប្រេតអាដាមដែលលោកនឹងអញ្ជើញមកសហរដ្ឋអាមេរិកហើយខ្ញុំជឿជាក់ថាលោកនឹងថ្លែងនៅចំណុចទាំងឡាយណាដែលបងប្អូនចង់ដឹងជាពិសេសលោកក៏ចង់បានការគាំទ្រចំពោះបងប្អូនខ្មែរអាមេរិកកាំងទាំងអស់ដើម្បីអ្វីទាំងអស់នោះលោកនឹងយកទៅរាយការណ៍ដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងសភាសហរដ្ឋអាមេរិកដែលតាមគំនិតខ្ញុំយល់ឃើញថាស្របជាមួយពេលគ្នានេះដែរសភាអាមេរិកជាពិសេសលោក Alan Leventhal កំពុងតែរៀបចំសភាអាមេរិកទទួលបន្ទុកនយោបាយនៅប្រទេសកម្ពុជាដែលជាសារៈសំខាន់មួយជាពិសេសគេត្រូវការសេចក្តីរាយការណ៍និងភស្តុតាងនានាដែលនៅទីបំផុតសភាសហរដ្ឋអាមេរិកទទួលបន្ទុកនៅប្រទេសកម្ពុជានឹងកើតមានឡើងខ្ញុំគ្រាន់តែសូមបញ្ជាក់ជូនបងប្អូនថានៅឆ្នាំ1979 រដ្ឋាភិបាលកាលនោះដែលដឹកនាំដោយហ៊ុនសែននិងហេងសំរិនដដែលបានប្លន់យកអំណោយរបស់អន្តរជាតិនានាជាពិសេសនៅប្លុកកុម្មុយនីសក្តីអង្គការសហប្រជាជាតិក្តីដើម្បីយកទៅចិញ្ចឹមរដ្ឋាភិបាលអាយ៉ងមួយដែលចំនួននោះប្រទេសប្លុកកុម្មុយនីសឬក៏លោកសេរីខ្លះក្តីដែលជួយប្រទេសកម្ពុជាមិនមែនជួយរដ្ឋាភិបាលហ៊ុនសែនទេគឺជួយប្រជាជនកម្ពុជាចំនួននោះបាទប៉ុន្តែរដ្ឋាភិបាលហ៊ុនសែនចំនួននោះពុំបានយកជំនួយទាំងនោះជួយប្រជាជនខ្មែរដ៏ក្រីក្រនោះទេគឺប្រជាជនខ្មែរចំនួននោះរហូតដល់សពថ្ងៃបានរស់ទៅតាមលទ្ធភាពរបស់ខ្លួនយ៉ាងវេទនាខ្លោចផ្សាបំផុតហ៊ុនសែនពុំកែប្រែចរិតពីធាតុកុម្មុយនីសនោះទេបាទដូច្នេះហើយនៅឆ្នាំ1991ក្រោយពេលដែលមានសន្និសីទទីក្រុងប៉ារីសអង្គការអន្តរជាតិជាពិសេសអង្គការសហប្រជាជាតិបានបញ្ជាឲ្យកងទ័ពយួនខាងជើងចាកចេញពីប្រទេសកម្ពុជាតែការពិតរូបថតនានានៅចន្លោះឆ្នាំ1990-91បង្ហាញពីការចាកចេញនៃកងទ័ពយួននោះគ្រាន់តែជាឆាកល្ខោនតែប៉ុណ្ណោះពេលដែលយួនចេញផុតពួកវាបានត្រឡប់មកវិញនៅចន្លោះឆ្នាំដដែលជាពិសេសនៅខេត្តបាត់ដំបងដោយស្លៀកបំពាក់ជាឯកសណ្ឋានទាហានហ៊ុនសែនបាទមិនមែនដោយការកងទ័ពយេមិញដែលត្រូវដកដោយបញ្ជាពីអង្គការសហប្រជាជាតិនៅឆ្នាំ1953ឬ54នៅពេលនោះគឺមានរដ្ឋាភិបាលសម្ដេចសៀនុដែលជារដ្ឋាភិបាលរបស់ជាតិខ្មែរពិតប្រាកដដែលកាលនោះសម្ដេចសៀនុពុំទាន់ជួដៃជាមួយនាយកកុងនោះទេដូច្នេះកងទ័ពយេមិញចំនួននោះពិតជាបានចាកចេញពីប្រទេសកម្ពុជាភាគច្រើនគឺសំណល់តែភ្នាក់ងាររបស់ពួកវាដែលវាបង្កប់រហូតដល់ឆ្នាំ1975ទើបពួកវាដែលបង្កប់នៅក្នុងកងទ័ពខ្មែរក្រហមជាពិសេសក្នុងកងទ័ពកម្ពុជាប្រជាធិបតេយ្យសម្រេចផែនការប្រល័យពូជសាសន៍ជាតិខ្មែរហើយបានព្រោះឈាមដាក់ប៉ុលពតបាទដូច្នេះនៅពេលដែលយួនបានដឹងពីកលល្បិចកលនិងបានដឹងអំពីចរិតរបស់អ្នកដឹកនាំខ្មែរខ្លះយួនបានតម្រូវឲ្យបង្កើតរាជាណាចក្រខ្មែរទី2គឺវាបានអនុញ្ញាតបិទភ្នែកឲ្យសម្ដេចសៀនុសោយរាជជាលើកទី2ដើម្បីបោកបញ្ឆោតធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលហ៊ុនសែននៅចន្លោះឆ្នាំ1979-89ដែលអង្គការសហប្រជាជាតិពុំទទួលស្គាល់នោះคล้ายជាស្របច្បាប់នៅឆ្នាំ1997នៅពេលដែលធ្វើរដ្ឋប្រហារកងទ័ពយួនដែលមានការខុបខិតពីហ៊ុនសែនហើយកងទ័ពយួនដែលស្លៀកពាក់ឯកសណ្ឋានជាកងទ័ពខេមរៈភូមិន្ទដែលពេលនោះហ៊ុនសែនបានបញ្ចូលកងទ័ពសឿនសានកងទ័ពហ្វាន់នឹងពេជ្រនិងខ្មែរក្រហមជាកងបដូរមកឯកសណ្ឋានជាកងខេមរៈភូមិន្ទពួកកងទ័ពយួនដែលបានស្លៀកពាក់ក្នុងកងទ័ពរបស់ខេមរៈភូមិន្ទដែលមានហ៊ុនសែនជាអ្នកបញ្ជានោះបានសម្លាប់មេទ័ពដ៏ល្បីដ៏ពូកែរបស់រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរនិងហ្វាន់នឹងពេជ្រជាពិសេសគឺមេទ័ពរបស់លោកសឿនសានស្លាប់យ៉ាងរង្គាលនៅសល់តែមេទ័ពចរណជាតិខ្លះដែលបានរួមដៃជាមួយនឹងពួក
ហ៊ុនសែនក្រោយមកដោយបងប្អូនឃើញស្រាប់ដូច្នេះល្បិចកិច្ចកលដែលហ៊ុនសែននិងយួនបានបង្កើតរាជាណាចក្រទី2ដែលការនោះមានសម្ដេចសៀនុឲ្យសោយរាជនោះគឺជាកលល្បិចយួនដើម្បីប្រើប្រាស់របបរាជានិយមណាក្នុងការគ្រប់គ្រងនិងរក្សាអំណាចរបស់វាព្រោះយួនយាកុងបានប្រើរួចហើយនៅឆ្នាំ1970ក្នុងព្រះនាមសម្ដេចសៀនុដែលនៅទីបំផុតយួនបានរមើលគុណរហូតដល់សម្ដេចសៀនុមានបន្ទូលថាយួនជាសត្វក្រពើដែលខ្ញុំតែងតែនិយាយរឿយៗឲ្យបងប្អូនខ្មែរបានស្ដាប់ដូច្នេះចំពោះវត្តមាននៃមេធាវីទាំង3រូបនេះខ្ញុំជឿជាក់ថាបងប្អូនខ្មែរអាមេរិកទាំងអស់នឹងមកជួបជុំគ្នាយ៉ាងកកកដើម្បីស្ដាប់សេចក្តីរាយការណ៍និងគាំទ្រចំពោះអ្នកទាំង3នោះដែលលោក Brett Adams នឹងយកសេចក្តីរាយការណ៍ទាំងនោះទៅរាយការណ៍ដល់រដ្ឋាភិបាលអាមេរិកស្របពេលដែលតំណាងរាស្ត្រអាមេរិកកំពុងតែរៀបចំគណៈកម្មការសភាអាមេរិកទទួលបន្ទុកកម្ពុជាដែលជាស្ពានដ៏មាំមួយអាចចម្លងឲ្យជាតិនិយមខ្មែរអ្នកប្រជាធិបតេយ្យខ្មែរណាធ្វើដំណើរឆ្លងទៅដល់ទីដៅមួយហើយនឹងធ្វើឲ្យប្រទេសកម្ពុជារួចផុតពីអាណានិគមយួនដែលនៅពេលនោះប្រសិនបើសភាអាមេរិកទទួលបន្ទុកនយោបាយនៅប្រទេសកម្ពុជាកើតមានឡើងណាសភានេះនឹងអនុញ្ញាតឲ្យរដ្ឋាភិបាលអាមេរិកជួយប្រទេសកម្ពុជាទោះបីមានការបោះឆ្នោតក្តីដើម្បីឲ្យមានការបោះឆ្នោតមួយដ៏ត្រឹមត្រូវបំផុតដូច្នេះប្រសិនបើឆ្នាំ2018លោកហ៊ុនសែនណាធ្វើការបន្លំការបោះឆ្នោតដូចឆ្នាំ2013ហើយធ្វើការណាប្រឆាំងឬក៏បង្កើតសង្គ្រាមនោះណាបងប្អូនខ្មែរអ្នកស្នាជាតិក៏មិនខ្លាចនឹងធ្វើសង្គ្រាមជាមួយលោកហ៊ុនសែនដែរព្រោះអង្គការសហជាតិក្តីមហាអំណាចអាមេរិកក្តីឬសភាអឺរ៉ុបក្តីបានដឹងអំពីការរំលោភសិទ្ធិរបស់រដ្ឋាភិបាលហ៊ុនសែនហើយប្រសិនបើមានការប្រឆាំងនឹងរបបហ៊ុនសែនចលនាដែលប្រឆាំងនឹងហ៊ុនសែននោះមិនមែនជាចលនាឬក៏មិនមែនជាចលនាមិនស្របច្បាប់ឬក៏ពួកភេរវករដែរគឺជាចម្បាំងមួយរវាងអ្នកជាតិនិយមនិងពួកអាយ៉ងយួនដូច្នេះហើយលោកហ៊ុនសែនគួរតែពិចារណាមែនទែនប្រសិនបើលោកនៅតែប្រព្រឹត្តអំពើអាក្រក់អំពើខុសខើបែបនេះលោកស្មានថាអង្គការសហជាតិសហរដ្ឋអាមេរិកឬសភាអឺរ៉ុបគេភ្លើគេមិនដឹងនោះការពិតគេដឹងច្បាស់ណាស់ក៏ប៉ុន្តែនៅក្នុងច្បាប់អន្តរជាតិអ្វីមួយដែលគេត្រូវធ្វើគេត្រូវការផុសតាងពីរដ្ឋាភិបាលពីជនផ្ដាច់ការពីជនពុករលួយរំលោភសិទ្ធិមនុស្សនោះជាមុនសិនទម្រាំតែគេធ្វើបានដូច្នេះហើយខ្ញុំសង្ឃឹមថាវត្តមានចំពោះបងប្អូនខ្មែរអាមេរិកដែលមកជួបស្ដាប់ការអត្ថាធិប្បាយឬការបង្ហាញអ្វីមួយនៃសេចក្តីរាយការណ៍អំពីការរំលោភព្រោះអ្វីដែលខ្ញុំបាននិយាយនេះពុំបានមើលក្រដាស់ទេគឺវាចេញទៅតាមឧត្តមគតិនិងគំនិតស្នេហាជាតិរបស់ខ្ញុំបាទខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនខ្មែរអាមេរិកទាំងអស់ថាវត្តមានចំពោះលោកទាំង3នោះគឺមានសារៈសំខាន់ណាស់ជាពិសេសលោក Brett Adams ដែលលោកនឹងអញ្ជើញមកសហរដ្ឋអាមេរិកហើយខ្ញុំជឿជាក់ថាលោកនឹងថ្លែងនៅចំណុចទាំងឡាយណាដែលបងប្អូនចង់ដឹងជាពិសេសលោកក៏ចង់បានការគាំទ្រចំពោះបងប្អូនខ្មែរអាមេរិកទាំងអស់ដើម្បីអ្វីទាំងអស់នោះលោកនឹងយកទៅរាយការណ៍ដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងសភាសហរដ្ឋអាមេរិកដែលតាមគំនិតខ្ញុំយល់ឃើញថាស្របជាមួយពេលគ្នានេះដែរសភាអាមេរិកជាពិសេសលោក Alan Leventhal កំពុងតែរៀបចំសភាអាមេរិកទទួលបន្ទុកនយោបាយនៅប្រទេសកម្ពុជាដែលជាសារៈសំខាន់មួយជាពិសេសគេត្រូវការសេចក្តីរាយការណ៍និងភស្តុតាងនានាដែលនៅទីបំផុតសភាសហរដ្ឋអាមេរិកទទួលបន្ទុកនៅប្រទេសកម្ពុជានឹងកើតមានឡើងបញ្ជាណាឲ្យកងទ័ពយួនខាងជើងចាក់ចេញពីប្រទេសកម្ពុជាតែការពិតរូបថតនានានៅចន្លោះឆ្នាំ1990-91បង្ហាញពីការចាក់ចេញនៃកងទ័ពយួននោះគ្រាន់តែជាឆាកល្ខោនតែប៉ុណ្ណោះពេលដែលយួនចេញផុត
ពួកវាបានត្រឡប់មកវិញនៅចន្លោះឆ្នាំដដែលជាពិសេសនៅខេត្តបាត់ដំបងដោយស្លៀកបំពាក់ជាឯកសណ្ឋានទាហានហ៊ុនសែនបានមិនមែនដោយការកងទ័ពយេមិញដែលត្រូវដកដោយបញ្ជាពីអង្គការសហប្រជាជាតិនៅឆ្នាំ1953ឬ54នៅពេលនោះគឺមានរដ្ឋាភិបាលសម្ដេចសៀនុដែលជារដ្ឋាភិបាលរបស់ជាតិខ្មែរពិតប្រាកដដែលកាលនោះសម្ដេចសៀនុពុំទាន់ចូលដៃជាមួយនាយកកុងនោះទេដូច្នេះកងទ័ពយេមិញចំនួននោះពិតជាបានចាក់ចេញពីប្រទេសកម្ពុជាភាគច្រើនគឺសំណល់តែភ្នាក់ងាររបស់ពួកវាដែលវាបង្កប់រហូតដល់ឆ្នាំ1975ទើបពួកវាដែលបង្កប់នៅក្នុងកងទ័ពខ្មែរក្រហមជាពិសេសក្នុងកងទ័ពកម្ពុជាប្រជាធិបតេយ្យសម្រេចផែនការប្រល័យពូជសាសន៍ជាតិខ្មែរហើយបានព្រោះឈាមដាក់ប៉ុលពតរបស់លោកស៊ុនសានស្លាប់យ៉ាងរង្គាលនៅសល់តែមេទ័ពចរជាតិខ្លះដែលបានរួមដៃជាមួយនឹងពួកហ៊ុនសែនក្រោយមកដោយបងប្អូនឃើញស្រាប់ដូច្នេះល្បិចកិច្ចកលដែលហ៊ុនសែននិងយួនបានបង្កើតរាជាណាចក្រទី2ដែលកាលនោះមានសម្ដេចសៀនុឲ្យសោយរាជនោះគឺជាកលល្បិចយួនដើម្បីប្រើប្រាស់របបរាជានិយមណាក្នុងការគ្រប់គ្រងនិងរក្សាអំណាចរបស់វាព្រោះយួនយាកុងបានប្រើរួចហើយនៅឆ្នាំ1970ក្នុងព្រះនាមសម្ដេចសៀនុដែលនៅទីបំផុតយួនបានរមិលគុណរហូតដល់សម្ដេចសៀនុមានបន្ទូលថាយួនជាសត្វក្រពើដែលខ្ញុំតែងតែនិយាយរឿយៗឲ្យបងប្អូនខ្មែរបានស្ដាប់ដូច្នេះចំពោះវត្តមាននៃមេធាវីទាំង3រូបនេះខ្ញុំជឿជាក់ថាបងប្អូនខ្មែរអាមេរិកាំងទាំងអស់នឹងមកជួបជុំគ្នាយ៉ាងកកកដើម្បីស្ដាប់សេចក្តីរាយការណ៍និងគាំទ្រចំពោះអ្នកទាំង3នោះដែលលោក Brett Adams នឹងយកសេចក្តីរាយការណ៍ទាំងនោះទៅរាយការណ៍ដល់រដ្ឋាភិបាលអាមេរិកស្របពេលដែលតំណាងរាស្ត្រអាមេរិកកំពុងតែរៀបចំគណៈកម្មការសភាអាមេរិកទទួលបន្ទុកកម្ពុជាខ្ញុំគ្រាន់តែសូមបញ្ជាក់ជូនបងប្អូនថានៅឆ្នាំ1979-89រដ្ឋាភិបាលកាលនោះដែលដឹកនាំដោយហ៊ុនសែននិងហេងសំរិនដដែលបានប្លន់យកអំណោយរបស់អន្តរជាតិនានាជាពិសេសនៅប្លុកកុម្មុយនីសក្តីអង្គការសហជាតិក្តីដើម្បីយកទៅចិញ្ចឹមរដ្ឋាភិបាលអាយ៉ងមួយដែលចំនួននោះប្រទេសប្លុកកុម្មុយនីសឬក៏លោកសេរីខ្លះក្តីដែលជួយប្រទេសកម្ពុជាមិនមែនជួយរដ្ឋាភិបាលហ៊ុនសែនទេគឺជួយប្រជាជនកម្ពុជាចំនួននោះបាទប៉ុន្តែរដ្ឋាភិបាលហ៊ុនសែនចំនួននោះពុំបានយកជំនួយទាំងនោះជួយប្រជាជនខ្មែរដ៏ក្រីក្រនោះទេគឺប្រជាជនខ្មែរចំនួននោះរហូតដល់សពថ្ងៃបានរស់ទៅតាមលទ្ធភាពរបស់ខ្លួនយ៉ាងវេទនាខ្លោចផ្សាបំផុតហ៊ុនសែនពុំកែប្រែចរិតពីធាតុកុម្មុយនីសនោះទេបាទដូច្នេះហើយនៅឆ្នាំ1991ក្រោយពេលដែលមានសន្និសីទទីក្រុងប៉ារីសអង្គការអន្តរជាតិជាពិសេសអង្គការសហប្រជាជាតិបានដូច្នេះនៅពេលដែលយួនបានដឹងពីកលល្បិចកលនិងបានដឹងអំពីចរិតរបស់អ្នកដឹកនាំខ្មែរខ្លះយួនបានតម្រូវឲ្យបង្កើតរាជាណាចក្រខ្មែរទី2គឺវាបានអនុញ្ញាតបិទភ្នែកឲ្យសម្ដេចសៀនុសោយរាជជាលើកទី2ដើម្បីបោកបញ្ឆោតធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលហ៊ុនសែននៅចន្លោះឆ្នាំ1979-89ដែលអង្គការសហប្រជាជាតិពុំទទួលស្គាល់នោះคล้ายជាស្របច្បាប់នៅឆ្នាំ1997នៅពេលដែលធ្វើរដ្ឋប្រហារកងទ័ពយួនដែលមានការខុបខិតពីហ៊ុនសែនហើយកងទ័ពយួនដែលស្លៀកពាក់ឯកសណ្ឋានជាកងទ័ពខេមរៈភូមិន្ទដែលពេលនោះហ៊ុនសែនបានបញ្ចូលកងទ័ពស៊ុនសានកងទ័ពហ្វាន់ពេជ្រនិងខ្មែរក្រហមជាកងបដូរមកឯកសណ្ឋានជាកងខេមរៈភូមិន្ទពួកកងទ័ពយួនដែលបានស្លៀកពាក់ក្នុងកងទ័ពរបស់ខេមរៈភូមិន្ទដែលមានហ៊ុនសែនជាអ្នកបញ្ជានោះបានសម្លាប់មេទ័ពដ៏ល្បីដ៏ពូកែរបស់រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរនិងហ្វាន់ពេជ្រជាពិសេសគឺមេទ័ព